ដំបូងខ្ញុំក៏ឆ្ងល់ដែរថាហេតុអីបានគេហៅថាជាសមុទ្រឈើតាមពិតទៅដោយសារតែយើងងាកទៅណាក៏ឃើញតែពណ៌បៃតងដល់ថ្នាក់មើលអត់ឃើញទីបញ្ចប់អញ្ចឹងបានគេហៅថាសមុទ្រឈើមានស្នេហ៍ឈប់ព្រួយណាអូនស្រីស្នូពេលចូលមកដល់ដំបូងយើងឃើញគេតុបតែងដាំដើមមកប្រភេទនេះខ្ញុំស្មានតែដើមស្រល់ធម្មតាប៉ុន្តែពេលចូលមកគៀកវាមានសភាពបែបហ្នឹងអ្នកនរស្គាល់ដើមហ្នឹងអត់យើងមើលទៅណាក៏ឃើញតែពណ៌បៃតងហើយដើមឈើតភ្ជាប់គ្នារហូតដល់ចុងភ្នំអញ្ចឹងមើលពីលើទៅដូចជារលកសមុទ្រមែនទែនអញ្ចឹង Nice ចឹងបើបានមកលេងមណ្ឌលគិរីស្អែកទៀតមកលេងសមុទ្រឈើផងណាមិនចាំបាច់ប្រញាប់ទៅវិញទេយើងឈរមើលទេសភាពទៅហើយស្ដាប់សំឡេងខ្យល់បក់ប្រហែលជាយើងនឹងយល់ថាហេតុអីបានទីនេះគេហៅថាសមុទ្រឈើព្រាមបងសូមភ្ជាប់និស្ស័យអញ្ចឹងជួបគ្នាវីដេអូបន្តបាយបាយ